បងប្អូនប្រកាសជាធ្លាប់បានស្គាល់ហើយនៅរថក្រោះប្រភេទនេះដែលនេះជារថក្រោះ T55 តោះមកដឹងពីវាទាំងអស់គ្នារថក្រោះ T55 ត្រូវបានអភិវឌ្ឍបន្តពីរថក្រោះ T54 ដោយសហភាពសូវៀតហើយបានចាប់ផ្ដើមផលិតទ្រង់ទ្រាយធំនៅចុងទសវត្សរ៍ឆ្នាំ 1950 ចំនួនផលិតវាជារថក្រោះដែលត្រូវបានផលិតច្រើនជាងគេបំផុតលើពិភពលោកសរុបប្រហែលជាង 80,000 គ្រឿងបច្ចេកទេសផលិតរចនាឡើងដើម្បីឲ្យមានភាពសាមញ្ញងាយស្រួលក្នុងការផលិតក្នុងចំនួនច្រើននិងមានតម្លៃថោកសមរម្យការផលិតនៅក្រៅប្រទេសក្រៅពីសូវៀតប្រទេសដូចជាប៉ូឡូញនិងឆេកូស្លូវ៉ាគីក៏បានផលិតវាដែរចំណែកឯប្រទេសចិនបានយកគំរូតាមដើម្បីផលិតជារថក្រោះ Type 59ការប្រើប្រាស់ដោយសារតែភាពធន់និងភាពងាយស្រួលក្នុងការជួសជុល T55 ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយវាបានបង្ហាញខ្លួនស្ទើរតែគ្រប់ចំនួនប្រដាប់អាវុធធំៗចាប់តាំងពីសង្គ្រាមវៀតណាមសង្គ្រាមមជ្ឈិមបូព៌ាសង្គ្រាមស៊ីវិលនៅអាហ្វ្រិករហូតដល់សង្គ្រាមនៅអ៊ុយក្រែននាពេលបច្ចុប្បន្នបើទោះបីជាវាមានអាយុកាលចាស់ក៏ដោយក៏កងទ័ពជាង50ប្រទេសនៅតែបន្តប្រើប្រាស់វាដោយសារវាមានគ្រឿងបន្លាស់សម្បូរនិងងាយស្រួលបណ្ដុះបណ្ដាលពលទាហានរថក្រោះនេះច្រើនតែត្រូវបានគេកែច្នៃបន្ថែម upgrade ដូចជាការបំពាក់អាវក្រោះការពារផ្ទុះ ERA និងប្រព័ន្ធកំណត់គោលដៅទំនើបដើម្បីឲ្យវាអាចទប់ទល់នឹងអាវុធចំនួនថ្មីបានខ្លះៗម៉ាស៊ីននិងប្រព័ន្ធមេកានិករបស់វាអាចដំណើរការបានក្នុងស្ថានភាពអាកាសធាតុអាក្រក់និងងាយស្រួលជួសជុលនៅសមរភូមិ T55 រូបរាងតូចនិងទាបធ្វើឲ្យវាคล้ายជាគោលដៅពិបាកបាញ់សម្រាប់សត្រូវកាណុងទំហំ 100 មីលីម៉ីត្ររបស់វាមានប្រសិទ្ធភាពខ្ពស់ក្នុងការកំទេចបន្ទាយសត្រូវរត់ពាសដៃស្រាលនិងថ្មើរជើងសរុបមក T55 មិនមែនជារថក្រោះដែលខ្លាំងបំផុតក្នុងសមរភូមិទំនើបនោះទេប៉ុន្តែវាគឺជាសេះដាច់សរសៃឈាមដែលអាចទុកចិត្តបានបំផុតសម្រាប់កងទ័ពដែលមានកញ្ចប់ថវិកាកម្រិតមធ្យមនិងសម្រាប់ការប្រើប្រាស់ក្នុងសង្គ្រាមដែលមានលក្ខណៈមិនសូវស្មុគស្មាញ T55 ក៏មានវត្តមាននៅកម្ពុជាយើងផងដែរចំពោះចំនួនពិតប្រាកដនៃរថក្រោះនេះដែលកងយោធពលខេមរៈភូមិន្ទកងពុំមានក្នុងបញ្ជីសារពើភ័ណ្ឌទេគឺมันមានតួលេខផ្លូវការច្បាស់លាស់ 100% ចេញពីក្រសួងការពារជាតិឡើយដោយសារវាជាការសម្ងាត់យោធាទោះជាយ៉ាងណាក៏ដោយផ្អែកតាមការប៉ាន់ស្មានពីអង្គការអន្តរជាតិដែលតាមដានវិស័យយោធាដូចជា IISS Military Balance ឬ SIPR ចំនួនរថក្រោះប្រភេទនេះនៅកម្ពុជាមានប្រហាក់ប្រហែលចន្លោះពី150ទៅ300គ្រឿងហើយត្រូវបានកែច្នៃបន្ថែមឲ្យមានសមត្ថភាពខ្ពស់ជាងមុនដែលកម្ពុជាបាននាំចូលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ